ភ្នាល់ឬការលេងល្បែងតែងតែភ្ជាប់មកនៅជាមួយផលអវិជ្ជមានជានិច្ចប៉ុន្តែហេតុអ្វីបានជាជប៉ុនមិនហាមឃាត់ចំពោះការភ្នាល់ល្បែងជាសាធារណៈឬក៏ប៉ាជីងកូចោលទៅឥឡូវនេះយើងនឹងមកពិចារណាហេតុផលទាំងនោះជាមួយគ្នាហេតុផលទី1គឺវាជួយបន្ធូរបន្ថយការតានតឹងចិត្តរបស់ប្រជាជនការភ្នាល់ល្បែងជាសាធារណៈឬក៏ប៉ាជីងកូវាគឺជាផ្នែកមួយដែលជួយបន្សាបសម្ពាធឬក៏បន្ធូរបន្ថយការតានតឹងចិត្តរបស់ប្រជាជនហេតុផលទី2ប្រាក់ចំណេញគឺប្រើដើម្បីសម្រាប់អភិវឌ្ឍសង្គមក្នុងវីដេអូដែលខ្ញុំបាននិយាយកន្លងមកអញ្ចឹងចំពោះការភ្នាល់ល្បែងជាសាធារណៈប្រាក់ដែលចំណេញគឺគេយកទៅប្រើប្រាស់នៅក្នុងការអភិវឌ្ឍសង្គមដូចជាការសាងសង់ផ្លូវសាលារៀននិងមន្ទីរពេទ្យជាដើមហេតុផលទី3នោះសិនបើបិទចោលទាំងស្រុងនោះរឿងលួចលាក់ចំពោះរឿងនោះនឹងកើតឡើងទ្វេដងជាក់ស្ដែងកាលពី100ឆ្នាំមុននៅសហរដ្ឋអាមេរិកមានច្បាប់មួយដែលគេហាមឃាត់ចំពោះស្រាបន្ទាប់ពីច្បាប់នោះបានចែងឡើងមនុស្សក៏ចាប់ផ្ដើមផលិតស្រាដោយលួចលាក់ហើយជាលទ្ធផលអាចមានក្រុមបងធំឬក្រុមម៉ាហ្វៀដូចជានៅក្នុងខ្សែភាពយន្តរឿង The Godfather ដែលបានផលិតនិងលក់ស្រាដោយលួចលាក់លក្ខណៈជាក្រុមតែម្ដងដូច្នេះមានន័យថាប្រសិនបើហាមឃាត់ទាំងស្រុងចំពោះការភ្នាល់ល្បែងជាសាធារណៈឬក៏ប៉ះឈីងកូចោលនឹងធ្វើឲ្យមានការកើតឡើងចំពោះរឿងនេះដោយសម្ងាត់ហើយនឹងបង្កើតឲ្យមានក្រុមអ ுக ្រិតខ្មៅងងឹតឬក៏ប្រភពប្រាក់ចំណូលហូរចូលទៅក្រុមនោះទាំងស្រុងជាយ៉ាងណាក៏ដោយបើវាមិនទាន់คล้ายទៅជាបញ្ហាចំពោះសង្គមដ៏ធំទេជប៉ុននៅតែបន្តទុកវាហើយបន្តសង្កេតតែបើថ្ងៃណាមួយវាคล้ายទៅជាបញ្ហាធំនោះគេនឹងចាត់វិធានការទោះបីជាគេមិនបិទចំពោះការភ្នាល់ជាសាធារណៈឬក៏ប៉ះឈីងកូចោលប៉ុន្តែជប៉ុនក៏មិនអនុញ្ញាតឲ្យឧស្សាហកម្មថ្មីប្រភេទនេះកើតឡើងដែរ